ចូលដល់កន្សោម C 4x ការ៉េដល់ 12xy បូក 9y ការ៉េយើងដាក់ឲ្យចូលរូបមន្តមកយើងបាន 2x លើកជាការ៉េដកទៅនឹង2ដងគុណនឹងតួ a យើងគឺ 2x ហើយយើងគុណថែមនឹងម៉ាត់បានវាស្មើ 12xy អញ្ចឹងយើងមាន 4x ហើយយើងគុណថែម 3y ទៀតមកដើម្បីស្មើទៅនឹង 12xy រួចហើយយើងបូកទៅនឹង 3y លើកជាការ៉េហើយយើងផ្ទៀងផ្ទាត់សិនមក 2x លើកជាការ៉េស្មើទៅនឹង 4x ការ៉េហើយដក2គុណ 2x គឺ 4x ហើយគុណនឹង 3y ស្មើទៅនឹង 12xy ហើយ 3y លើកជាការ៉េស្មើទៅនឹង 9y ការ៉េអញ្ចឹងវាចូលរូបមន្តហើយដោយតួ a យើងគឺ 2x ហើយតួ b យើងគឺ 3y អញ្ចឹងយើងបាន 2x ដកទៅនឹង 3y លើកជាការ៉េស្មើទៅនឹង 2x ដក 3y កតានឹង 2x ដក 3y